ប្រព័ន្ធលូមូរំដោះទឹកឆ្លងកាត់ចំនួន4ភូមិស្ថិតនៅក្នុងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញត្រូវបានផ្លាស់ប្ដូរទូពិភពលោកតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋមានដំណើរឋានក្នុងសង្កាត់នេះផ្ទាល់បានឲ្យដឹងថាពេលមានភ្លៀងម្ដងមានការលិចលង់បង្កផលលំបាកតែពេលនេះបានឃើញក្រុមការងាររបស់សាលាសង្កាត់បានចោះមកដាក់ប្រព័ន្ធលូធំបែបនេះពួកគាត់សប្បាយចិត្តជំរាបសួរចា៎ចា៎មានឈ្មោះអីដែរខ្ញុំឈ្មោះឆៅដាវីចា៎រស់នៅភូមិសង្កាត់ភូមិក្រុងថ្មីសង្កាត់គោកឃ្លៀងបាទចា៎នៅថ្ងៃនេះដោយសារតែនៅក្នុងភូមិចា៎ផ្ទាល់ជាពិសេសមុខផ្ទះហើយចា៎ប្រព័ន្ធលូថ្មីស្អាតអញ្ចឹងចា៎បានប្រព័ន្ធលូថ្មីចា៎មានអារម្មណ៍បែបណាដែរមានអារម្មណ៍ត្រេកអរបានប្រមុខដឹកនាំគាត់មើលឃើញថាការផលបាករបស់កូនចៅហើយក៏អរគុណដល់លោកពូមេភូមិចៅសង្កាត់ទាំងអស់គ្នាជួយត្រួសត្រាយឲ្យប្រជាជនឈប់លិចលង់អញ្ចឹងចាខ្ញុំបាទឈ្មោះលេងសាវឿនរស់នៅភូមិក្រុងថ្មីសង្កាត់គោកឃ្លៀងខណ្ឌសែនសុខសូមអរគុណដល់លោកមេភូមិនិងចៅសង្កាត់និងអ៊ំប្រធានបកកាន់សង្កាត់គោកឃ្លៀងនេះសូមអរគុណដែលបានឧបត្ថម្ភលូមួយខ្សែ285ម៉ែត្រដល់ភូមិក្រុងថ្មីយើងខ្ញុំឡអញ្ចឹងព្រោះកន្លងមកមានការលិចលង់យូរហើយដល់ឥឡូវបានមេភូមិខ្នះខ្នែងនិងចៅសង្កាត់អីហ្នឹងបានធ្វើឲ្យខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលទាំងអស់ដែលបានជួយឧបត្ថម្ភធ្វើលូនៅក្នុងភូមិក្រុងថ្មីខ្ញុំបាទសូមអរគុណបាទជំរាបសួរបងបាទជំរាបសួរបងមានឈ្មោះអីដែរខ្ញុំឈ្មោះអានកឹមស្រៀងបងរស់នៅភូមិបាទរស់នៅភូមិក្រុងថ្មីបងក្រុងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខបាទនៅថ្ងៃនេះដែរបងឃើញស្រាប់ហើយឥឡូវកំពុងតែបើកការដ្ឋានដាក់ប្រព័ន្ធលូថ្មីធំជាងមុនបាទបងមានអារម្មណ៍បែបណាឡើយបាទសប្បាយចិត្តបងដល់ពេលបានលូអញ្ចឹងទៅវាលេងលិចអីចឹងណាបងបាទហើយក៏អរគុណដល់ពីមុនលិចបងភ្លាមលិចវាអត់មានលូហូអញ្ចឹងណាបាទដល់ពេលឥឡូវបានលូអញ្ចឹងទៅបាទលេងលិចហើយក៏អរគុណដល់នាំគ្រប់ជនថ្នាក់ទាំងអស់ហើយនឹងលោកចៅសង្កាត់លោកមេភូមិដែលគាត់បានខ្នះខ្នែងជួយដោះស្រាយដាក់លូដាក់អីចឹងណាបងបាទជាមួយគ្នានេះលោកគង់សម្បូរចៅសង្កាត់រងទី1បានលើកឡើងថាដោយមើលឃើញពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋលោករួមទាំងក្រុមការងារក្រមអាវ៉ាតបានចោះដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋគម្រោងស្ថាបនាដាក់ប្រព័ន្ធលូថ្មីនេះសរុបទាំង4ភូមិមានមុខកាត់8ទឹកប្រវែង1935ម៉ែត្រតភ្ជាប់ចំនួន4ភូមិគឺភូមិក្រុងថ្មីភូមិច្រេះភូមិគោកឃ្លៀងនិងភូមិត្រពាំងស្វាយដោយប្រើថវិកាមូលនិធិអភិវឌ្ឍរបស់សាលាសង្កាត់ឆ្នាំ2025 100% នៅក្នុងនោះក៏មានផលប៉ះពាល់មុខលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរប៉ុន្តែដោយមានការយកពីបងប្អូនធ្វើឲ្យដំណើរការដាក់ប្រព័ន្ធលូបានយ៉ាងរលូនលោកចៅសង្កាត់រងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានសហការនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពេលបានប្រព័ន្ធលូថ្មីហើយសូមចូលរួមថែសារទាំងអស់គ្នាដើម្បីមូលដ្ឋានរបស់យើងមានសោភ័ណភាពល្អទូអនឡាញពិភពលោកក៏បានជួបសម្ភាសលោកចៅសង្កាត់រងផងដែរខ្ញុំបាទជាបឋមបាទសូមជំរាបជូនបាទឈ្មោះគង់សម្បូរជាចៅសង្កាត់រងទី1សង្កាត់គោកឃ្លៀងនិងជាសមាជិកក្រុមប្រឹក្សាក៏ដូចជាគណៈកម្មការលទ្ធកម្មសង្កាត់គោកឃ្លៀងផងដែរกับការអនុវត្តមូលធិឆ្នាំ2025លើកនេះសម្រាប់សង្កាត់គោកឃ្លៀងយើងខ្ញុំមានគម្រោង2គម្រោងទី1គឺផ្លូវប្រវែង1123ម៉ែត្រនៅភូមិត្រពាំងស្វាយនិងភូមិនិងគម្រោង4ភូមិទៀតគឺផ្លូវប្រវែង1935ម៉ែត្រ23ម៉ែត្របាទ35 1935ម៉ែត្រគឺមាន4ភូមិគឺមានភូមិក្រុងថ្មីភូមិច្រេះភូមិគោកឃ្លៀងនិងភូមិត្រពាំងស្វាយបាទលើផ្លូវដែលកំពុងអនុវត្តចំពោះមុខលើផ្លូវនេះគឺជាបឋមគឺគម្រោងទី1ដាក់ចូលក្រុងថ្មីបាទមានប្រវែង285ម៉ែត្រហើយកំពុងធ្វើជាក់ស្ដែងដែលខាងក្រមការងារបានមកថតផ្ទាល់នៅទីនេះហើយបន្តចប់ហើយភូមិក្រុងថ្មីកំពុងធ្វើបានប្រមាណប្រហែលជា70%ហើយបាទនឹងចប់ទីនេះនឹងចេញទៅដល់ភូមិត្រពាំងស្វាយនិងភូមិច្រេះទៀតបាទហើយនឹងបន្តទៅភូមិគោកឃ្លៀងឲ្យបញ្ចប់នៅគម្រោងរបស់យើងប្រវែង1935ម៉ែត្របាទនេះជាគម្រោងរបស់សាលាសង្កាត់ឆ្នាំនេះសម្រាប់ឆ្នាំការអនុវត្តគម្រោងប្រតិភិបរបស់រដ្ឋមានបានកំពុងតែកសាងបាទសូមជូនជាក់ស្ដែងនេះចង់
ក្រោយពូមានប្រាំផ្ញើបងប្អូនទីពេលបានប្រព័ន្ធលូថ្មីហើយពូចូលរួមថែរក្សា បាទចំពោះមុខនេះក្រោយពីការខិតខំរបស់សាលាសង្កាត់គោឃ្លៀងដូចជាភូមិសង្កាត់នេះបានលើកគម្រោងប្រចាំឆ្នាំ2025នេះដាក់ភូមិទាំង4នេះហើយចំពោះមុខភូមិក្រុងថ្មីយើងខ្ញុំសនំពរដែលកុំឲ្យមានការខកចិត្តអំពីការទទួលខុសត្រូវលើបញ្ហាការខិតខំការកសាងនេះក៏សូមឲ្យប្រជាជននៅភូមិក្រុងថ្មីនេះក៏ដូចជាភូមិដែលនៅ3ទៀតដែលកំពុងតែឈានចូលទៅលើការកសាងផ្លូវប្រព័ន្ធលូនៅផ្លូវនេះសូមឲ្យយកទៅដាក់ថែទាំបាទថែទាំធ្វើម៉េចឲ្យបានថិតថេរយូរអង្វែងចំពោះការខិតខំធ្វើនេះព្រោះយើងមិនងាយមិនបានដាក់ចូលក្នុងមួយឆ្នាំលើគម្រោងផ្លូវដល់ទាំង4ភូមិនេះទេដូច្នេះជាការខិតខំរបស់យើងសូមឲ្យសំណពរតែមួយគត់គឺសូមអស់លោកជួយថែរក្សាប្រកបដោយទឹកចិត្តបាទសប្បាយរីករាយសម្រាប់អបអរសាទរការលទ្ធផលនៃការបាននៃគម្រោងនេះបាទដល់ជូនដល់ភូមិនីមួយៗបាទសូមអរគុណផងដែរបាទ